ចេញប្រឡូកលបនេះហាបើយកអត់ចេះធ្វើខ្លួនឯងទេដល់កុនកឲ្យបងប្អូនចុងភៅថ្ងៃណាមានការរវល់អញ្ចឹងសម្រាប់ជន់ថ្ងៃគ្នាចង់ទាំងអស់តែយើងជាម្ចាស់កន្លែងយើងត្រូវមានទំនួលខុសត្រូវខ្ពស់ធ្វើម៉េចឲ្យរៀបចំគ្រឿងក្រៅឲ្យតាន់ពេលភ្ញៀវបុកមកកុំឲ្យយឺតពីម៉ោង10រហូតដល់ម៉ោង7:11ខ្ញុំស្លបានប្រហែលជា7:10បើសិនយកចេះធ្វើម្ហូបខ្លួនឯងទេយើងពឹងទៅលើចុងភៅវាងាយស្រួលទេគេក្លុកបានតាមចិត្តហ្នឹងនិយាយត្រង់ហ្មងបងប្អូនខ្ញុំក៏ធ្លាប់ចុងភៅក្លុកដែរតែក្លុកខ្ញុំអត់ចាញ់ទេដោយសារអីដោយសារតែខ្ញុំចេះចម្អិនខ្លួនឯងម្ហូបច្រើនមុខប៉ុណ្ណាខ្ញុំអាចធ្វើបានដែរព្រោះថាកន្លែងយើងរៀបម្ហូបមកវាលឿនណាវាមិនថាម្ហូបហ្នឹងពិបាកធ្វើប៉ុន្តែយើងរៀបចំគ្រឿងទុកចឹងអត់ចំណាយពេលយូរក្នុងការចម្អិនទេតោះថ្នាក់ការមុនខ្ញុំលក់បដាអូសលបងបិទបដាព្រោះថាតែភ្ញៀវបុកមកច្រើនពេកយើងទទួលអត់តាន់វាទៅជាសេវាកម្មអន់ភ្ញៀវដែលមកចាំយូរគាត់ខឹងវិញទេអញ្ចឹងសុចិត្តអត់លក់ឲ្យហ្មងដូចថាយើងទទួលបានប៉ុណ្ណាយើងលក់ប៉ុណ្ណឹងសិនទៅធ្វើតាន់បងដែលកំងអស់ហើយបានបើកលបងលក់វិញអ្វីដែលយើងចង់បានពីភ្ញៀវគាត់ទទួលទានម្ហូបទាំងអស់ហ្នឹងទាំងសុបាយចិត្តខ្ញុំលក់តាំងពីព្រឹករហូតដល់ល្ងាចពេលព្រឹកមានកាទៀវមានបាយកដុតអីចឹងទៅដល់ពេលថ្ងៃមានសឡដូចជាស្ងោរមាន់ស្លកកស្លប្រហើម្ជូរព្រៃម្ជូរគូក្តាមអញ្ចឹងយើងលៃមើលថាម្ហូបណាខ្លះដែលយើងអាចធ្វើទុកមុនយើងកូរគ្រឿងនិងកូរបន្លែកូរសាច់ដែលក្រឆ្អិនទៅហើយទៅពេលដែលភ្ញៀវកំងយើងបានម្ហូបថ្មីឲ្យគាត់ប្រសាឲ្យលឿនទៀតដូចមាន់ដុតអញ្ចឹងយើងដុតម្ដង 4-5 ក្បាលទុកមុនដល់ពេលដែលលក់ចិត្តអស់យើងដុតបន្តរហូតពេលភ្ញៀវមកដល់យើងគ្រាន់តែកុំចំអិនវាឲ្យឆ្អិនពីលើនឹងទៀតទៅវាក្តៅឲ្យសាច់វានៅស្រស់ឆ្ងាញ់ទៀតហើយម្យ៉ាងទៀតណាបន្លែនៅខាងខ្ញុំនេះសបោណាច្រើនមែនតើដូចជាសឡកកសឡប្រហើចឹងបន្លែឲ្យមិនខ្វះទេមួយចាន15000ហ្នឹងបន្លែឲ្យនឹងចង់ហៀចានហើយបន្ថែមបងប្អូនមកដល់ហ្នឹងចូលចិត្តភាសាបន្លែអញ្ចឹងប្រាប់អ្នករត់តុកទៅថាសុំបន្លែឲ្យច្រើនអូដាក់ឲ្យមកពេញចិត្តលឿហ្មងដោយប្រភេទឆាមាន់យើងកំពុងមាន់ទុកឆ្អិន 80% នៅពេលដែលភ្ញៀវកំងយើងគ្រាន់តែឆាបន្ថែមចំអិនពីលើហ្នឹងទៀតមាន់របស់យើងថ្មីស្រស់ឆ្ងាញ់សម្រាប់រសជាតិវិញថាមកឆ្ងាញ់ខ្លាំងតែម្ដងមិនហ៊ានធានាឲ្យទេព្រោះថាមាត់មនុស្សយើងអត់ដូចគ្នាអ្នកខ្លះគេចិត្តញ៉ាំប្រៃចិត្តញ៉ាំផ្អែមចិត្តញ៉ាំជូរអញ្ចឹងទៅគ្រាន់តែខ្ញុំព្យាយាមរសជាតិតម្រូវមកកណ្ដាលឲ្យបងប្អូនទាំងអស់គ្នាមិនទំនោរទៅផ្អែមហើយក៏មិនទំនោរទៅប្រៃដែរសម្រាប់បងប្អូនដែលស្រឡាញ់សុខភាពធានាឲ្យអត់មានប្រើប៊ីចេងច្រើនហើយក៏ដាក់រសជាតិដិតនៅក្នុងហ្នឹងដែរព្រោះថាខ្ញុំមិនមែនអ្នកហូបប៊ីចេងអញ្ចឹងតែកាលណាផ្លោសឡដែលប្រើប៊ីចេងច្រើនខ្ញុំអត់ចេះហ្មងដូច្នេះហើយបងប្អូនដែលញ៉ាំប៊ីចេងច្រើនណាសុំទោសបងប្អូនត្រង់នេះបើថាញ៉ាំទៅវាអត់មានរសជាតិសឡហ្នឹងណាអាចសុំបន្ថែមប៊ីចេងឬមួយក៏បន្ថែមម្សៅស៊ុបមាន់ពីលើហ្នឹងទៅអ្នករត់តុកគេនឹងដាក់ឲ្យហើយកន្លែងខ្ញុំអត់សូវប្រើហ្មងរឿងប៊ីចេងសម្រាប់សឡមួយឆ្នាំងអញ្ចឹងខ្ញុំដាក់តែនិយាយទៅមកចង់លព្រាបាយលើសឲ្យបងប្អូនមកចង់លព្រាបាយលើសហ្នឹងបើម្លេចទៅចានណាមួយឆ្នាំងនេះអាចដាក់បានរហូតដល់10ចានជាងដូចស្លប្រហើនេះចឹងយើងស្លរបៀបថាគេហៅថាមេសម្លហ្មងមេសម្លនេះដល់ពេលយើងស្លហើយភ្ញៀវក៏កំងយើងបង់ម្សៅហើយយើងបង់បន្លែខៀវចូលស្លរបស់យើងមានក្លិនឈ្ងុយហើយបន្លែវាស្រស់និយាយទៅញ៉ាំទៅដូចស្លដែលយើងទៅស្លឲ្យថ្មីអញ្ចឹងវាអត់បាត់បង់រសជាតិតាណាទេព្រោះថាភ្ញៀវកំងមកអត់ដូចគ្នាបងប្អូនដូចមក10រហូតដល់ម៉ោង2ល្ងាចគេនៅតែមានភ្ញៀវកំងដែរធ្វើអញ្ចឹងទៅយើងចង់លក់ដល់ល្ងាចក៏ស្លរបស់យើងនៅតែថ្មីនៅតែឆ្ងាញ់រួមទៅនៅចក្រានបាយគឺយើងធ្វើរហូតបងប្អូនមានសម្រាប់ទេកំពុងត្រៀមចំគ្រឿងទុកលក់ថ្ងៃហ្នឹងក៏មានភ្ញៀវមកកំងបាយបដាដែរដូចគាត់កំងឆាខាត់ណាអញ្ចឹងយើងឆាខាត់ណាយើងធ្វើម៉េចឲ្យវាមានពណ៌ស្អាតមានក្លិនហើយរសជាតិអីមកល្មមទៅបានដែរមិនចាំដាក់គ្រឿងអីច្រើនទេដាក់តែប្រេងខ្យងម្សៅស៊ុបមាន់ឬមើលថាយើងញ៉ាំប៊ីចេងដាក់ប៊ីចេងបន្តិចចឹងមកយើងដួសខាត់ណាដាក់ទ្រាប់បាតចានឆាសាច់គោមានទឹកប៉ែកនៅពីលើទៅតែប៉ុណ្្នឹងឯងញ៉ាំជាមួយបំម្រេចបានហើយបងប្អូនឃើញស្រាប់ហើយក្នុងការចម្អិនម្ហូបមុខគឺយើងអត់ចំណាយពេលយូរទេជួនកាលយើងអាចចម្អិនក្នុងរយៈពេលតែមួយហ្នឹងបានដល់ទៅ2-3មុខឯណោះបន្លែប្រឡូកយើងចិតរួចសាច់ក៏យើងហាន់រួចគ្រាន់តែភ្ញៀវកំងយើងចាប់ស្លឲ្យភ្លាមមាន់ដុតស្លម្ជូរគូក្តាម2មុខហ្នឹងញ៉ាំត្រូវគ្នាឆាគ្រឿងសមុទ្រក៏មានបើម្ហូបផ្សេងដែលខ្ញុំធ្វើក្នុងវីដេអូបងប្អូនមករកជួនកាលមានទេដោយសារតែខ្ញុំបានត្រៀមគ្រឿងសម្រាប់ធ្វើលក់បើសិនជាបងប្អូនចង់ញ៉ាំម្ហូបទាំងអស់នោះតទៅ Telegram កំងមុនមួយថ្ងៃសម្រាប់ម្ហូបដែលមានក្នុងម៉ឺនុយកំងភ្លាមបានភ្លាមហ្នឹងអរគុណចាស់បងប្អូនដែលតែងតែជីកាត់ថ្មគោលហើយចូលលេងក៏ដូចជាសាកម្ហូបថ្ងៃណារវល់ជាក្រានបាយចាស់បានចេញមកជួបបងប្អូននៅខាងក្រៅទេថ្ងៃណាចុងភៅអត់គោអញ្ចឹងបានចេញមកជួបបងប្អូនថតរូបលេងចុងភៅតគោញយពេកក៏អត់ຕົកដែរពិតជាអរគុណបងប្អូនខ្លាំងមែនតើភាគច្រើនសុទ្ធតែមកពីចុងការក៏ត្រូវចេញពីម្ពិញទៅសៀមរាបទេតែសុខចិត្តជីមកថ្មគោសិនឲ្យតែបងប្អូនមកលេងបងប្អូនចង់ភាសាម្ហូបអីដែលពិសេសក៏មក Telegram មុនទៅខ្ញុំធ្វើឲ្យហ្មងទោះជារវល់ណាក៏ទៅផ្សារទិញគ្រឿងរៀបចំធ្វើទុកឲ្យដែរអរគុណបងប្អូនជម្រាបលា